ឧទាហរណ៍ថាថ្ងៃមួយយើងនៅបន្ទប់ម្នាក់ឯងហើយពេលនោះយើងក៏បានចំហទ្វារចោលចាប់ទៅពេលនោះយើងក៏លេចទៅយើងឃើញមនុស្សប្រុសម្នាក់ដែលយើងអត់ស្គាល់មុខសោះបានមកអង្គុយកន្លែងមុខទ្វាររបស់យើងហ្នឹងដល់មកគាត់ក៏បានសេហាយមកយើងបន្ទាប់មកទៀតក៏បានបាត់ខ្លួនតែមកសន្ទុះក្រោយបរិមម្នាក់ហ្នឹងគឺគាត់មកទៀតប៉ុន្តែគាត់មកលើកហ្នឹងគឺគាត់បានប្រហុយផ្សែងតាមមុនដល់តែគាត់ជួបបរិយឬក៏អីទេហើយគាត់បានច្រានទ្វាររបស់យើងទៀតបន្ទាប់មកគាត់ក៏បានដើរទៅវិញទៀតហើយមកសន្ទុះក្រោយមកគាត់មកទៀតប៉ុន្តែគាត់មកលើកហ្នឹងគាត់មានខ្នើយហ្មងចាប់ទៅគាត់មកហើយគាត់ហក់មកលើខែរបស់យើងយកមកអញតើគាត់ហក់មកចាប់យើងតែដងហើយពេលហ្នឹងតែយើងគួរធ្វើមិនអស់គ្នាព្រោះពេលហ្នឹងគាត់ហក់មកសង្ខប់លើខ្លួនរបស់យើងហ្មងអូយនិយាយទៅគួររំថត់ខ្លាំងមែនតើបងសកម្មភាពហ្នឹងអាសកម្មភាពដែលគាត់បោកទ្វារក្រាក់ហើយគាត់ហក់មកយើងហ្នឹងតើគ្នាហើយបើសិនជាអ្នកគ្នាវិញជួបហេតុការណ៍បែបហ្នឹងទៅនៅបន្ទប់ម្នាក់ឯងស្រាប់តែមានបរិបទដែលចម្លែកមុខគេមកធ្វើអញ្ចឹងដាក់យើងតែអ្នកគ្នាមានអារម្មណ៍មិនទៅអូយបើសិនជាខ្ញុំវិញខ្ញុំគៀងហ្មងបើខ្ញុំវិញខ្ញុំគៀងតែយ៉ាងឃើញលើកដំបូងមែនឃើញគាត់say hi ដាក់ជើងអានេះសម្រាប់ខ្ញុំគៀងតែមួយលើកហ្នឹងហ្មងអូយគួរសបល់ហ្មងបងប្អូន